By the endless void, I summon you. It's coming for me. រស្មីព្រះអាទិត្យពេលល្ងាចបានសាយភាយមកប៉ះនឹងផ្ទៃមុខដែលស្នាមជ្រីវជ្រួញរបស់លោកក្រសែភ្នែកដែលស្រអាប់របស់លោកបានសម្លឹងទៅកាន់ជួរភ្នំដែលលាតសន្ធឹងហួសក្រសែភ្នែករូបភាពនៃអនុស្សាវរីយ៍កាលពីជាង60ឆ្នាំមុនបានផុសឡើងយ៉ាងច្បាស់វាគឺជារឿងរ៉ាវនៃការធ្វើដំណើរដែលបានប្រែក្លាយជីវិតរបស់ក្មេងប្រុសស្រុកក្រៅម្នាក់ឲ្យបានត្រេះរិះដល់សេចក្តីពិតនៃពិភពលោកនិងធម៌សម័យនោះអាត្មាភាពនៅតែជាអាជីមកូនវត្តដែលទើបតែផ្ដាច់ខ្លួនពីការលេងល្បែងក្មេងៗសំលេងស្អកស្រពិលរបស់ពូជៀមបានចាប់ផ្ដើមរៀបរាប់សេចក្តីជ្រះថ្លាក្នុងព្រះសង្ឃរាជមានបានពេញរហូតមិនគិតមកក្រោយកាលណាព្រះសង្ឃរាជបានប្រកាសថានឹងដើរធូតង់ពីខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ព្រៃជ្រៅព្រំដែនដើម្បីស្វែងរកទីស្ងាត់សម្រាប់បំពេញព្រះកិច្ចអាត្មាភាពក៏បានសុំតាមទៅជាមួយភ្លាមទោះបីជាបានដឹងថាផ្លូវខាងមុខគឺជាព្រៃអាតកំបាំងដែលពោពេញទៅដោយគ្រោះថ្នាក់ល្បីល្បាញខាងអំពើអាបធ្មប់និងគ្រុនព្រៃការធ្វើដំណើរបានចាប់ផ្ដើមឡើងនៅពេលព្រឹកព្រលឹមថ្ងៃមួយដែលមេឃស្រឡះព្រះសង្ឃរាជក្នុងវ័យដែលនៅតែមើលទៅរឹងមាំនិងពោពេញទៅដោយបារមីបានដើរនាំមុខដោយជំហានដែលទៀងទាត់និងមាំមួនព្រះអង្គមិនបានពាក់ស្បែកជើងទេប៉ុន្តែព្រះបាទទាទេរបស់ព្រះអង្គហាក់ដូចជាមិនខ្វល់នឹងបន្លាឬថ្មមុតស្រួចនៅលើដីសូម្បីតែបន្តិចក៏គ្មានដែរជាមបានកាន់សម្ពុតនិងធ្នូស្លឹកចេកដែលផ្ទុកសម្ពុតបរិខារចាំបាច់ដើរតាមពីក្រោយជាប់បេះដូងរបស់ក្មេងប្រុសបានហើមពោឡើងដោយសេចក្តីថ្កើងថ្កានដែលបានបម្រើព្រះអរិយសង្ឃដ៏ឧត្តមឧត្តមក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការធ្វើដំណើរផ្លូវនៅតែឆ្លងកាត់វាលស្រែដ៏ធំទូលាយនិងភូមិដែលធ្លាប់ស្គាល់អ្នកភូមិដែលបានឃើញបាននាំគ្នាចេញមកថ្វាយបង្គំនិងក្រាបថ្កានដោយសេចក្តីជ្រះថ្លាប៉ុន្តែកាលណាបានឈានចូលទៅក្នុងតំបន់ព្រៃក្រាស់ដែលអ្នកស្រុកហៅគ្នាដោយសេចក្តីកោតខ្លាចថាព្រៃអាប់ធ្មប់បរិយាកាសជុំវិញក៏ចាប់ផ្ដើមប្រែប្រួលយ៉ាងខ្លាំងដើមឈើធំដែលធ្លាប់ឈររីប៉ាយបានចាប់ផ្ដើមប្រកួតប្រជែងគ្នាកាន់តែក្រាស់ពន្លឺថ្ងៃដែលធ្លាប់ចាំងចុះមកយ៉ាងពេញលេញត្រូវបានបាំងដោយដំបូលឈើដែលរីកសាខាគ្របដណ្ដប់រហូតងឹតហាក់ដូចជាពួកគេកំពុងតែបោះជំហានចូលទៅក្នុងពិភពមួយទៀតដែលពេលវេលាបានឈប់ជាមបានសង្កេតឃើញថាបក្សាបក្សីព្រៃដែលធ្លាប់បន្លឺសំឡេងយ៉ាងសប្បាយបានចាប់ផ្ដើមស្ងាត់បាត់ត្រូវបានជំនួសដោយសំឡេងសត្វល្អិតដែលបន្លឺឡើងយ៉ាងខ្លាំងយ៉ាងចម្លែកក្លិនអានុភាពនៃដីដែលសើមនិងស្លឹកឈើរលួយបានអណ្ដែតប៉ះច្រមុះគ្រប់ពេលវេលារាល់ជំហានដែលបោះចុះលើស្លឹកឈើស្ងួតបានបន្លឺសំឡេងក្រឹបបន្លឺឡើងក្នុងភាពស្ងៀមស្ងាត់ដ៏តានតឹងជាមចាប់ផ្ដើមមានអារម្មណ៍ដល់ក្រសែភ្នែកដែលមើលមិនឃើញកំពុងសម្លឹងមកពីតាមគុម្ពឈើក្រាស់តាមផ្លូវវាមិនមែនជាក្រសែភ្នែករបស់សត្វព្រៃដែលស្រេកឃ្លានទេប៉ុន្តែវាគឺជាក្រសែភ្នែកដែលបង្កប់ទៅដោយសេចក្តីសង្ស័យនិងភាពមិនរាក់ទាក់យ៉ាងចម្លែកព្រៃនេះមិនមែនគ្រាន់តែជាដើមឈើស្មៅដូចដែលមនុស្សក្រុងយល់នោះទេព្រះសង្ឃរាជបានមានបន្ទូលព្រមានដល់ជាមនៅរសៀលថ្ងៃមួយខណៈដែលពួកគេកំពុងសម្រាកក្រោមម្លប់ដើមឈើធំមួយវាគឺជាកន្លែងស្ថិតនៃអ្វីដែលយើងមើលមិនឃើញទាំងឧបបត្តិកៈភូតបិសាចនិងអំណាចអាតកំបាំងដែលកើតចេញពីតណ្ហារបស់មនុស្សដែលបានស្លាប់ទៅព្រៃគឺជាគ្រូដែលនឹងបង្រៀនយើងឲ្យឃើញសេចក្តីពិតនៃជីវិតប៉ុន្តែប្រសិនបើចិត្តមិនមាំព្រៃក៏នឹងលេបត្របាក់យើងដែរការប្រមានរបស់ព្រះសង្ឃរាជមិនមែនគ្រាន់តែជាពាក្យសម្ដីលួងលោមប៉ុណ្ណោះទេប៉ុន្តែវាគឺជាសេចក្តីពិតដែលជាមបានចាប់ផ្ដើមប៉ះពាល់ដល់ខ្លួនឯងអាកាសក្នុងព្រៃបានចាប់ផ្ដើមក្តៅខ្លាំងឡើងដោយគ្មានមូលហេតុទោះបីជានៅពេលថ្ងៃដែលពន្លឺថ្ងៃភ្លឺច្បាស់ក៏ដោយក៏ពន្លឺថ្ងៃស្ទើរតែមិនអាចសាយភាយចុះមកដល់ដីភាពស្ងៀមស្ងាត់ដែលគ្របដណ្ដប់ព្រៃជ្រៅវាគឺជាភាពស្ងៀមស្ងាត់ដែលខុសពីធម្មតាមិនមែនជាភាពស្ងប់ស្ងាត់ដោយសុខទេតែវាគឺជាភាពស្ងៀមស្ងាត់ដែលសង្កត់សង្កិនដូចជាមានអ្វីមួយកំពុងសម្លឹងមើលពួកគេគ្រប់ពេលវេលាសំឡេងសត្វព្រៃដែលធ្លាប់តែបន្លឺឡើងក៏បានស្ងាត់បាត់នៅសល់តែសំឡេងជើងរបស់ពួកគេនិងសំឡេងស្លឹកឈើស្ងួតដែលត្រូវបានដើរជន់ដែលបន្លឺឡើងជាចង្វាក់ជាមចាប់ផ្ដើមមានអារម្មណ៍ដល់ភាពត្រជាក់ដែលបានជ្រាបចូលទៅក្នុងឆ្អឹងទោះបីជានៅក្នុងរដូវក្តៅក៏ដោយគាត់បានព្យាយាមសម្លឹងរកប្រភពនៃអារម្មណ៍នោះប៉ុន្តែមិនបានឃើញអ្វីក្រៅពីវល់ដែលប្រកាន់គ្នាយ៉ាងច្របូកច្បល់និងដើមឈើខ្ពស់ដែលឈរងាប់ស្ងួតយ៉ាងចម្លែកគាត់បានងាកមកសម្លឹងមើលព្រះសង្ឃរាជដែលនៅតែបន្តដើមយ៉ាងស្ងប់ស្ងាត់ក្រសែភ្នែករបស់ព្រះអង្គបានសម្លឹងទៅមុខយ៉ាងមាំមួនហាក់ដូចជាព្រះអង្គបានឃើញនៅអ្វីដែលជាមើលមិនឃើញហើយមិនខ្វល់នឹងវត្ថុទាំងនោះសូម្បីតែបន្តិចក៏គ្មានដែរចិត្តយើងនេះហើយគឺជាព្រៃពិតប្រាកដព្រះសង្ឃរាជបានមានបន្ទូលឡើងយ៉ាងស្រាយដោយមិនបានបែរមកមើលបើចិត្តស្ងប់ព្រៃក៏ស្ងប់បើចិត្តវឹកវរព្រៃក៏វឹកវរតាមពាក្យសម្ដីនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ជាមវាគឺជាមេរៀនដំបូងនៃការដើរធុតង់ពិតប្រាកដក្រោយពីបានដើរអស់រយៈពេលជាច្រើនថ្ងៃពួកគេបានមកដល់តំបន់មួយដែលមើលទៅដូចជាវាលទំនាបជើងភ្នំប៉ុន្តែត្រឡប់មានអាប់ក្រាស់គ្របដណ្ដប់ពេញពេលវេលាកាលណាបានឆ្លងកាត់ស្បែកអាប់ចូលទៅពួកគេក៏បានឃើញភូមិតូចមួយដែលមើលទៅហាក់ដូចជាត្រូវបានផ្ដាច់ចេញពីពិភពខាងក្រៅទាំងស្រុង
នេះគឺជាភូមិព្រៃខ្មោចព្រះសង្ឃរាជបានប្រាប់ជាមដោយសម្លេងស្ងប់ស្ងាត់វាគឺជាភូមិដែលមិនមាននៅក្នុងផែនទីណាមួយវាគឺជាកន្លែងដែលមនុស្សត្រូវបានបោះបង់ចោលទុកឲ្យនៅជាមួយសេចក្តីភ័យខ្លាចរបស់ខ្លួនឯងភូមិព្រៃខ្មោចបានបង្ហាញខ្លួននៅចំពោះមុខក្នុងសភាពទ្រុឌទ្រោមនិងគ្មានជីវិតរស់រវើកផ្ទះឈើចាស់ៗត្រូវបានសង់ជាប់គ្នាយ៉ាងកកកុញតាមដងស្ទឹងដែលទឹកមើលទៅក្រពុំនិងនៅស្ងៀមស្ងាត់ដំបូលប្រក់ស្មៅចាប់ផ្ដើមរលួយនិងមានស្លែដុះគ្របដណ្ដប់យ៉ាងក្រាស់ប៉ុន្តែអ្វីដែលធ្វើឲ្យជាមមានអារម្មណ៍ញាក់សាច់ពេញខ្លួនមិនមែនគ្រាន់តែជាស្ថានភាពក្រីក្រនៃភូមិនោះទេប៉ុន្តែវាគឺជាបរិយាកាសដ៏អាប់អួរនិងស្ងៀមស្ងាត់យ៉ាងចម្លែកហាក់ដូចជាភូមិនេះត្រូវបានរុំព័ទ្ធដោយស្បៃអាប់នៃសេចក្តីសោកសៅដែលមិនដែលរសាយអ្នកភូមិដែលចៃដន្យចេញមកខាងក្រៅផ្ទះកាលណាបានឃើញព្រះធុដង់ចំណែកមុខដើរចូលមកអ្នកផ្សេងក៏មានប្រតិកម្មស្រដៀងគ្នាគឺក្រសែភ្នែកដែលពោពេញទៅដោយសេចក្តីភ័យខ្លាចនិងការប្រុងប្រយ័ត្នទឹកមុខរបស់ពួកគេស្គមស្គាំងកែមភ្នែកខ្មៅជ្រៅដូចជាមនុស្សដែលមិនបានសម្រាកគ្រប់គ្រាន់អស់រយៈពេលជាច្រើនឆ្នាំក្មេងៗដែលធ្លាប់រត់លេងយ៉ាងសប្បាយបានត្រូវឪពុកម្ដាយទាញទៅក្នុងផ្ទះយ៉ាងលឿនកាលណាឃើញពួកគេទាំងពីរដើមកាត់គ្មាននរណាហ៊ានសម្លឹងមើលព្រះសង្ឃរាជដោយផ្ទាល់សូម្បីតែការលើកដៃសំពះក៏នៅតែធ្វើឡើងដោយឥរិយាបថញាប់ញ័រនិងប្រញាប់ប្រញាល់ហាក់ដូចជាខ្លាចថាការបង្ហាញសេចក្តីគោរពចំពោះព្រះសង្ឃនឹងនាំគ្រោះថ្នាក់មកដល់ខ្លួនឯងជាមបានមានអារម្មណ៍ដល់សេចក្តីតានតឹងដែលបានសាយភាយចេញពីគ្រប់ជ្រុងទាំងអស់នៃភូមិសំឡេងខ្យល់ដែលបក់កាត់តាមរន្ធឈើនៃផ្ទះស្ដាប់ទៅដូចជាសំឡេងដកដង្ហើមធំដែលយូរអង្វែងនិងអស់សង្ឃឹមគាត់បានងាកមកសម្លឹងមើលទៅក្រោមបង្គោលផ្ទះខ្លះបានឃើញគោក្របីដែលស្គមស្គាំងឈរនៅស្ងៀមម្ញាក់ភ្នែករបស់ពួកវាមើលទៅស្រពិចស្រពិលមិនខុសពីម្ចាស់របស់វាឡើយភូមិហាក់ដូចជាត្រូវបានគេដាក់បណ្ដាសាឲ្យធ្លាក់ក្នុងភាពស្រពិចស្រពិលនៃសេចក្តីភ័យខ្លាចដែលមើលមិនឃើញរូបរាងប៉ុន្តែអាចប៉ះពាល់បានដោយវិញ្ញាណរហូតដល់ជាមត្រូវតែក្តាប់ធ្នូក្នុងដៃឲ្យកាន់តែតឹងដោយសារតែសេចក្តីភិតភ័យជាមបានសង្កេតឃើញព័ត៌មានលម្អិតដែលគួរឲ្យខ្លាចបំផុតមួយគ្រប់ផ្ទះទាំងអស់ត្រូវបានព័ទ្ធជុំវិញដោយសំណាញ់ខ្សែសក្តីពណ៌ខ្មៅដែលមើលទៅចាស់និងកខ្វក់ខ្សែសក្តីទាំងនោះមិនមែនត្រូវបានចងដើម្បីសិរីមង្គលទេប៉ុន្តែវាមើលទៅដូចជាឧបករណ៍ច្រវាក់ដែលកំពុងឃុំខាំងមនុស្សទុកនៅខាងក្នុងខ្សែសាក់ខ្មៅនោះវាគឺជាអ្វីព្រះសង្ឃរាជជាមបានខ្សឹបសួរដោយសេចក្តីសង្ស័យវាគឺជាបណ្ដាញនៃសេចក្តីភ័យខ្លាចនិងអំណាចនៃមិច្ឆាទិដ្ឋិដែលមនុស្សខ្លះប្រើប្រាស់ដើម្បីគ្រប់គ្រងអ្នកដទៃព្រះសង្ឃរាជបានឆ្លើយតបវាគឺជានិមិត្តរូបនៃការចុះចាញ់នឹងអំណាចងងឹតមិនមែនជាការពារគ្រោះថ្នាក់ទេកាលណាព្រះអាទិត្យចាប់ផ្ដើមលិចចុះទៅបរិយាកាសនៅក្នុងភូមិបានកាន់តែគួរឲ្យខ្លាចឡើងខ្លាំងអ្នកភូមិទាំងអស់បានប្រញាប់បិទទ្វារនិងបង្អួចយ៉ាងតឹងគ្មានសំឡេងនិយាយគ្មានសំឡេងសើចនៅសល់តែភាពស្ងៀមស្ងាត់ដ៏ធ្ងន់និងសំឡេងឆ្កែយំដែលបន្លឺឡើងពីព្រៃជ្រៅជាដំណាក់កាលជាមបានមានអារម្មណ៍ថាមានក្បួនច្បាប់មួយចំនួនដែលមើលមិនឃើញកំពុងគ្រប់គ្រងភូមិនេះនៅទីនេះគ្មាននរណាហ៊ានចេញពីផ្ទះក្រោយពេលព្រះអាទិត្យលិចទេព្រះសង្ឃរាជជាមបាននិយាយដោយសេចក្តីកង្វល់ព្រះសង្ឃរាជបានញញឹមយ៉ាងមេត្តាភាពងងឹតមិនមែនគួរឲ្យខ្លាចដោយភាពងងឹតក្នុងចិត្តមនុស្សទេជាមយប់នេះយើងនឹងទៅបោះជំរំនៅទីបញ្ចុះសពខាងក្រោយភូមិនៅទីនោះហើយគឺជាកន្លែងដែលសមស្របបំផុតសម្រាប់ការពិចារណាធម៌ការសម្រេចចិត្តរបស់ព្រះសង្ឃរាជបានធ្វើឲ្យជាមមានអារម្មណ៍ត្រជាក់ព្រិចពេញខ្លួនទីបញ្ចុះសពខាងក្រោយភូមិព្រៃខ្មោចជាកន្លែងដែលសូម្បីតែអ្នកភូមិដែលភ័យខ្លាចរួចទៅហើយក៏នៅតែមិនហ៊ានចូលទៅជិតប៉ុន្តែជាមបានដឹងច្បាស់ថាកាលណាព្រះសង្ឃរាជបានសម្រេចចិត្តហើយគ្មានអ្វីអាចផ្លាស់ប្ដូរបានឡើយសេចក្តីជ្រះថ្លារបស់គាត់ត្រូវតែរឹងមាំជាងសេចក្តីភ័យខ្លាចដែលកំពុងលូនចូលមកកាលណាបានមកដល់ទីបញ្ចុះសពខាងក្រោយភូមិជាមបានយល់ភ្លាមថាហេតុអ្វីបានជាអ្នកភូមិភ័យខ្លាចកន្លែងនេះដីនៅតំបន់នោះពោពេញទៅដោយភ្នោដែលគ្មានផ្លាកសញ្ញាដើមឈើធំមានវល្លិគ្របដណ្ដប់មើលទៅដូចជាអសុរកាយកំពុងឈរត្រដែតទឹមខ្យល់បានបក់បោកមកជាដំណាក់កាលរួមជាមួយនឹងក្លិនសើមនិងក្លិនធូបដែលមិនរលាយនៅក្នុងខណៈដែលពន្លឺចុងក្រោយនៃព្រះអាទិត្យកំពុងតែហៀបនឹងលិចចូលទៅក្នុងជើងមេឃទុកឲ្យទីបញ្ចុះសពខាងក្រោយភូមិធ្លាក់ចូលទៅក្នុងភាពស្រអាប់ព្រះសង្ឃរាជបានចាប់ផ្ដើមសំងំយ៉ាងស្ងប់ស្ងាត់នៅកណ្ដាលភ្នោដែលខ្ចាត់ខ្ចាយនៅទូទាំងកន្លែងជាមបានព្យាយាមប្រញាប់ប្រញាល់រៀបចំកន្លែងស្នាក់និងបំភ្លឺចង្គៀងដើម្បីបណ្ដេញភាពងងឹតដែលកំពុងលូនចូលមកប៉ុន្តែរំពេចនោះគាត់បានញាក់ខ្លួនយ៉ាងខ្លាំងនៅពេលដែលមានអារម្មណ៍ដល់ខ្យល់ត្រជាក់មួយបក់បោកកាត់ករបស់គាត់រួមជាមួយនឹងក្លិនស្អុយដ៏ខ្លាំងរហូតស្ទើរតែក្អួតកាលណាជាមបែរទៅមើលគាត់ក៏បានឃើញបុរសចំណាស់ម្នាក់កំពុងឈរយ៉ាងត្រដែតត្រទិញនៅក្រោមដើមឈើធំមួយចម្ងាយប្រហែលប្រមាណជំហានបុរសនោះបានបង្ហាញខ្លួនយ៉ាងស្ងៀមស្ងាត់ដូចជាភូតដែលផុសចេញពីដីរូបរាងរបស់គាត់ស្គមខ្ពស់រហូតមើលទៅដូចជាគ្រងឆ្អឹងដើរបានស្បែកដែលជ្រីវជ្រួញនៅលើខ្លួនត្រូវបានគ្របដណ្ដប់ដោយសាក់យ័ន្តពណ៌ខ្មៅចាស់ដែលមើលទៅស័ក្តិសិទ្ធិនិងគួរឲ្យខ្លាចទឹកមុខរបស់គាត់
ស្រកចូលរហូតឃើញឆ្អឹងថ្ពាល់យ៉ាងច្បាស់ប៉ុន្តែអ្វីដែលគួរឲ្យភ័យខ្លាចបំផុតគឺក្រសែភ្នែកដែលបញ្ចេញពន្លឺពណ៌លឿងសម្លឹងមកកាន់ពួកគេទាំងពីរដោយអំណាចដែលសង្កត់សង្កិនរហូតឈាមស្ទើរតែដកដង្ហើមមិនរួចបុរសចំណាស់នោះស្លៀកពាក់សំពត់ខ្មៅទាំងស្រុងដែលមើលទៅចាស់និងរហែកនៅដៃស្ដាំកាន់ឈើច្រត់ដែលចុងឈើត្រូវបានឆ្លាក់ជារូបក្បាលលលាក្បាលមនុស្សដែលមានភ្នែកធ្វើពីកែវពណ៌ក្រហមរាល់ពេលដែលគាត់រើខ្លួនជាមបានលឺសំឡេងឆ្អឹងក្រឹបក្រឹបបន្លឺឡើងចេញពីរូបកាយរបស់គាត់បរិយាកាសជុំវិញបុរសនេះមើលទៅហាក់ដូចជាកោងកាចនិងងងឹតជាងកន្លែងដទៃហាក់ដូចជាគាត់មានថាមពលមួយចំនួនដែលអាចបឺតយកពន្លឺនៅជុំវិញខ្លួនជាមបានមានអារម្មណ៍ភ្លាមថាបុរសនេះមិនមែនជាអ្នកភូមិធម្មតាទេប៉ុន្តែគាត់គឺជាអ្នកដែលបានប្រឡូកប្រឡាយជាមួយនឹងវិជាខ្មៅនិងវិញ្ញាណអាក្រក់អស់រយៈពេលយ៉ាងយូររហូតคล้ายទៅជាផ្នែកមួយនៃវាចូលឈប់នៅទីនោះសំឡេងស្អកស្រពិលរបស់បុរសចំណាស់បានបន្លឺឡើងទីនេះមិនមែនជាកន្លែងសម្រាប់ព្រះសង្ឃសមាធនយ៉ាងពួកឯងទេបុរសនោះគឺពុំធំស្អាងអ្នកធ្វើមុនដែលមានអំណាចនិងជាអ្នកកាន់អំណាចងងឹតនៅក្នុងភូមិព្រៃខ្មោចព្រះសង្ឃរាជបានបែរមកប្រឈមមុខនឹងពុំធំស្អាងយ៉ាងស្ងប់ស្ងាត់ព្រះអង្គបានលើកដៃប្រណម្យគំនាបប៉ុន្តែក្រសែភ្នែករបស់ព្រះអង្គពោពេញទៅដោយសេចក្តីមេត្តាគ្មានសេចក្តីភ័យខ្លាចសូម្បីតែបន្តិចអាត្មាភាពគឺជាប្រធប់ដងស្វែងរកទីស្ងាត់ដើម្បីបំពេញព្រះកិច្ចព្រះសង្ឃរាជបានមានព្រះបន្ទូលដោយសម្លេងទន់ភ្លន់ប៉ុន្តែមុតមមព្រៃនេះគឺជាសម្បត្តិនៃពិភពលោកមិនមែនជារបស់បុគ្គលណាម្នាក់ឡើយពុំធំស្អាងបានសើចនៅក្នុងបំពង់កវាជាសម្លេងសើចដែលស្ដាប់ទៅត្រជាក់ល្វើយព្រៃនេះមានម្ចាស់ដ៏ខ្លាំងក្លាហើយម្ចាស់នៃព្រៃនេះមិនស្វាគមន៍ព្រះសង្ឃដែលមកបង្រៀនមនុស្សឲ្យឈប់ខ្លាចខ្មោចទេពួកឯងបានមកទីនេះដើម្បីបំផ្លាញសេចក្តីជឿដែលតាបានបង្កើតឡើងជាមបានមានអារម្មណ៍ដល់ធម៌ពលមួយចំនួនដែលបានសាយភាយចេញពីរូបកាយរបស់ពុំធំស្អាងវាគឺជាធម៌ពលដែលធ្ងន់និងងងឹតដូចគ្នានឹងអារម្មណ៍ដែលគាត់បានទទួលពីខ្សែសក្តីខ្មៅដែលព័ទ្ធជុំវិញភូមិពុំធំស្អាងបានបង្ហាញអរិយាបថគំរាមកំហែងយ៉ាងច្បាស់គាត់បានសម្លឹងមើលព្រះសង្ឃរាជដោយក្រសែភ្នែកដែលពោពេញទៅដោយសេចក្តីស្អប់ខ្ពើមនិងការប្រកួតប្រជែងតែសូមប្រមានពួកឯងពុំធំស្អាងបាននិយាយដោយសង្កត់សម្លេងប្រសិនបើពួកឯងនៅតែរឹងរូសយប់នេះពួកឯងនឹងបានដឹងថាមន្តវិជ្ជាព្រំដែននេះមិនមែនជារឿងលេងសើចទេពួកឯងនឹងមិនបានត្រឡប់ចេញពីភូមិព្រៃខ្មោចនេះឡើយព្រះសង្ឃរាជនៅតែស្ងប់ស្ងាត់ព្រះអង្គបានបិទព្រះនេត្រចុះមួយសន្ទុះរួចក៏មានព្រះបន្ទូលឆ្លើយតបដោយពាក្យសម្ដីដែលពោពេញទៅដោយអំណាចនៃធម៌សេចក្តីភ័យខ្លាចគ្រាន់តែជារូបបំភាន់ដែលកើតចេញពីអវិជ្ជាព្រះសង្ឃរាជបានមានព្រះបន្ទូលអាត្មាភាពបានមកកាន់ទីនេះដើម្បីនាំពន្លឺនៃធម៌មកកាន់អ្នកដែលងងឹតមិនមែនមកដើម្បីប្រយុទ្ធនឹងនរណាម្នាក់ទេប្រសិនបើអ្វីដែលឯងកំពុងធ្វើគឺដើម្បីសេចក្តីសុខរបស់អ្នកដទៃធម៌ក៏នឹងការពារឯងប៉ុន្តែប្រសិនបើអ្វីដែលឯងកំពុងធ្វើគឺដើម្បីសេចក្តីលោភលន់និងអំណាចធម៌ក៏នឹងដាក់ទោសឯងដោយខ្លួនឯងពុំធំស្អាងបានក្តាប់ឈើច្រត់យ៉ាងតឹងទឹកមុខរបស់គាត់កោងកាចដោយសេចក្តីក្រោធប៉ុន្តែគាត់មិនហ៊ានធ្វើអ្វីនឹងព្រះសង្ឃរាជភ្លាមនោះទេប្រហែលជាដោយសារតែអំណាចនៃសេចក្តីស្ងប់ដែលបានសាយភាយចេញពីព្រះសង្ឃរាជធ្វើឲ្យគាត់មានអារម្មណ៍ដល់ភាពមិនធម្មតារបស់ព្រះសង្ឃអង្គនេះមុននឹងបែកខ្នងដើរបាត់ទៅក្នុងភាពងងឹតនៃទីបញ្ចុះសពបន្សល់ទុកតែភាពស្ងៀមស្ងាត់ដែលគួរឲ្យញាក់សាច់និងពាក្យគំរាមកំហែងដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ជាមបានសម្លឹងតាមខ្នងរបស់ពុំធំស្អាងរហូតដល់បាត់ទៅរួចក៏បែរមកមើលព្រះសង្ឃរាជដោយសេចក្តីកង្វល់ព្រះសង្ឃរាជពុំធំស្អាងមើលទៅគួរឲ្យខ្លាចណាស់គាត់ត្រូវតែបញ្ជូនអ្វីមួយមកសាក់លបងយើងជាក់ជាមិនខានយប់នេះព្រះសង្ឃរាជបានញញឹមយ៉ាងទន់ភ្លន់កុំខ្លាចជាមស្មារតីគឺជាគ្រឿងការពារដ៏ល្អបំផុតរបស់យើងយប់នេះយើងនឹងអង្គុយសមាធិនិងផ្សព្វផ្សាយមេត្តាដល់សត្វលោកទាំងអស់មិនថាអ្វីនឹងកើតឡើងនោះទេចូលតាំងនៅក្នុងសេចក្តីស្ងប់ពាក្យសម្ដីរបស់ព្រះសង្ឃរាជបានធ្វើឲ្យជាមមានអារម្មណ៍កក់ក្ដៅក្នុងចិត្តឡើងបន្តិចប៉ុន្តែអារម្មណ៍ភិតភ័យចំពោះអ្វីដែលហៀបនឹងកើតឡើងនៅរាត្រីនេះនៅតែជាប់គាំងចិត្តរបស់គាត់យ៉ាងតឹងណែនគាត់អាចគ្រាន់តែបន់ស្រន់សូមឲ្យសេចក្តីជ្រះថ្លារបស់គាត់រឹងមាំគ្រប់គ្រាន់ដើម្បីឆ្លងកាត់រាត្រីនៃការសាកល្បងដែលកំពុងតែហៀបនឹងមកដល់រាត្រីដំបូងនៅទីបញ្ចុះសពខាងក្រោយភូមិព្រៃខ្មោចគឺជារាត្រីដែលវែងបំផុតក្នុងជីវិតរបស់ជាមភាពងងឹតនៅទីនេះមិនមែនគ្រាន់តែជាអវត្តមាននៃពន្លឺប៉ុណ្ណោះទេប៉ុន្តែវាគឺជាភាពងងឹតដែលពោពេញទៅដោយថាមពលអវិជ្ជាដែលមើលមិនឃើញជាមបានបកជំរុំនៅចម្ងាយពីព្រះសង្ឃរាជតែប៉ុន្មានម៉ែត្រប៉ុណ្ណោះប៉ុន្តែអារម្មណ៍ឯកោអួរនិងសេចក្តីភ័យខ្លាចគឺខ្លាំងក្លារហូតស្ទើរតែលេបត្របាក់ស្មារតីរបស់គាត់កាលណាពេលយប់ជ្រៅបានមកដល់បរិយាកាសជុំវិញទីបញ្ចុះសពបានកាន់តែគួរឲ្យខ្លាចឡើងខ្លាចយលំតាប់រំពេចនោះ
ខ្យល់មុនខ្មៅបំផបានចាប់ផ្ដើមដំណើរការវាមិនមែនជាខ្យល់ដែលបក់មកពីទិសណាមួយតាមធម្មជាតិនោះទេប៉ុន្តែវាគឺជាខ្យល់ត្រជាក់ល្វើយរំដែលបក់វិលនៅជុំវិញសម្ពុតរបស់ជាមយ៉ាងមានទិសដៅខ្យល់នោះបានបក់បោកយកបំណែកស្លឹកឈើស្ងួតនិងក្លិនសើមនៃភ្នោមកប៉ះនឹងសម្ពុតរហូតបង្កើតសំឡេងស្វប់អ្វីដែលគួរឲ្យខ្លាចជាងខ្យល់គឺសំឡេងដែលមកជាមួយវាបានបក់បោកយកសំឡេងខ្សឹបប្រាប់ស្រាយដែលបានហៅឈ្មោះគាត់យ៉ាងគួរឲ្យញាក់សាច់សំឡេងនោះបានប្រែប្រួលទៅមកយ៉ាងលឿនពេលខ្លះដូចជាសំឡេងម្ដាយដែលបានចែកឋានទៅជាយូរហើយកំពុងតែហៅគាត់ដោយសេចក្តីអាល័យពេលខ្លះដូចជាសំឡេងនារីវ័យក្មេងដែលគាត់ធ្លាប់ស្រឡាញ់នៅក្នុងភូមិចាស់កំពុងតែហៅគាត់ដោយសំឡេងបង្អួតព្យាយាមលបួងឲ្យគាត់បន្ធូរខ្សែសកៃដែលព្រះសង្ឃរាជបានចងព័ទ្ធជុំវិញឲ្យរបូតចេញទៅជាមចេញមករកម្ដាយបន្តិចកូនម្ដាយស្រេកឃ្លានណាស់នៅក្នុងដីវាងងឹតហើយត្រជាក់ណាស់កូនសំឡេងនោះបានបន្លឺឡើងស្ទើរតែស្អកនិងពោពេញទៅដោយសេចក្តីទុក្ខលំបាករហូតដល់ជាមស្ទើរតែទប់ទឹកភ្នែកមិនបានបុតជួយពូនផងប្អូនត្រូវបានគេឃុំឃាំងនៅទីនេះបងជាមជួយបើកផ្លូវឲ្យប្អូនចូលទៅបន្តិចសំឡេងមួយទៀតបានបន្លឺឡើងប្រគួតចូលមកវាគឺជាសំឡេងដែលផ្អែមថ្លាប៉ុន្តែបង្កប់ទៅដោយភាពត្រជាក់ដែលធ្វើឲ្យញាក់សាច់ដុះឡើងជាមបានញាប់ញ័រពេញខ្លួនដោយសេចក្តីភ័យខ្លាចនិងការភ័ន្តច្រឡំញើសបានហូរស្រក់ពេញខ្លួនរហូតសម្លៀកបំពាក់សើមគាត់បានព្យាយាមបិទភ្នែកយ៉ាងតឹងនិងបានសូត្រធម៌ដែលព្រះសង្ឃរាជបានបង្រៀនប៉ុន្តែសំឡេងខ្សឹបទាំងនោះបានជ្រៀតចូលទៅក្នុងសោតប្រាសាទគ្រប់ពេលវេលាហាក់ដូចជាចង់ខួងចូលទៅក្នុងខួរក្បាលធ្វើឲ្យចិត្តវឹកវររហូតស្ទើរតែមិនអាចរកចំណុចចាប់ផ្ដើមបានកាលណាជាមបែរទៅមើលគាត់ក៏បានឃើញបុរសចំណាស់ម្នាក់កំពុងឈរយ៉ាងត្រដែតត្រទិញនៅក្រោមដើមឈើធំមួយចម្ងាយប្រហែលប្រមាណជំហានបុរសនោះបានបង្ហាញខ្លួនយ៉ាងស្ងៀមស្ងាត់ដូចជាភូតដែលផុសចេញពីដីរូបរាងរបស់គាត់ស្គមខ្ពស់រហូតមើលទៅដូចជាគ្រោងឆ្អឹងដើរបានស្បែកដែលជ្រីវជ្រួញនៅលើខ្លួនត្រូវបានគ្របដណ្ដប់ដោយសាក់យន្តពណ៌ខ្មៅចាស់ដែលមើលទៅស័ក្តិសិទ្ធិនិងគួរឲ្យខ្លាចទឹកមុខរបស់គាត់ស្រកចូលរហូតឃើញឆ្អឹងថ្ពាល់យ៉ាងច្បាស់ប៉ុន្តែអ្វីដែលគួរឲ្យភ័យខ្លាចបំផុតគឺក្រសែភ្នែកដែលបញ្ចេញពន្លឺពណ៌លឿងសម្លឹងមកកាន់ពួកគេទាំងពីរដោយអំណាចដែលសង្កត់សង្កិនរហូតជាមស្ទើរតែដកដង្ហើមមិនរួចគាត់បានចាប់ផ្ដើមមានអារម្មណ៍ថាជញ្ជាំងសម្ពុតរបស់គាត់កំពុងត្រូវបានសង្កត់សង្កិនដោយដៃដែលមើលមិនឃើញនឹងភាពងងឹតនៅខាងក្រៅកំពុងតែនឹងប្រញាប់ប្រញាល់ចូលមកនៅក្នុងវិនាទីដែលគាត់កំពុងតែហៀបនឹងទ្រាំមិនបានជាមក៏បានងាកទៅសម្លឹងមើលសម្ពុតរបស់ព្រះសង្ឃរាជដែលនៅចម្ងាយមិនប្រមាណជំហានពន្លឺចង្គៀងតូចដែលបំភ្លឺនៅក្បែរសម្ពុតរបស់ព្រះអង្គនៅតែបន្តភ្លឺច្បាស់ព្រះសង្ឃរាជនៅតែអង្គុយសមាធិយ៉ាងស្ងៀមស្ងាត់ដូចជារូបចម្លាក់ថ្មមិនញាក់សូម្បីតែបន្តិចចំពោះខ្យល់ដែលកំពុងបក់បោកខ្លាំងឬសំឡេងស្រែកយំជុំវិញខ្លួនព្រះភ័ក្ត្ររបស់ព្រះអង្គដែលបានបង្ហាញខ្លួននៅក្នុងពន្លឺចង្គៀងពោពេញទៅដោយសេចក្តីមេត្តានិងអំណាចនៃសេចក្តីស្ងប់ដែលគ្មានអ្វីអាចធ្វើឲ្យរង្គើបានរូបភាពនោះឯងដែលបានជួយទាញយកស្មារតីរបស់ជាមឲ្យត្រឡប់មកមាំមួនម្ដងទៀតគាត់បានស្រូបដង្ហើមចូលយ៉ាងជ្រៅរួចក៏ព្យាយាមផ្ចិតផ្ដិតទៅលើពាក្យបរិយាយដោយអស់ពីកម្លាំងបន្ទាប់មកសំឡេងសើចយ៉ាងយូរក៏បានបន្លឺឡើងសំឡេងនោះមិនមែនបានបន្លឺឡើងពីទិសណាមួយជាពិសេសនោះទេប៉ុន្តែវាបានបន្លឺឡើងពីគ្រប់ទិសទីជុំវិញទីបញ្ចុះសពវាគឺជាសំឡេងសើចដែលចំអកនិងពោពេញទៅដោយសេចក្តីប្រកាន់ថ្មិញជាមបានមានអារម្មណ៍ដូចជាមានដៃដែលមើលមិនឃើញកំពុងតែសង្កត់សង្កិនបេះដូងរបស់គាត់បានចាប់ផ្ដើមដកដង្ហើមពិបាកហើយមានអារម្មណ៍ថាកំពុងតែហៀបនឹងស្លាប់ដោយសារតែខ្វះដង្ហើមនៅក្នុងខណៈដែលសេចក្តីភ័យខ្លាចកំពុងតែហៀបនឹងត្រួតត្រាជាមក៏បានត្រេះរិះដល់ពាក្យព្រានប្រដៅរបស់ព្រះសង្ឃរាជដែលថាស្មារតីគឺជាគ្រឿងការពារគាត់បានព្យាយាមប្រមូលស្មារតីទាំងអស់ដែលនៅសល់ផ្ចិតផ្ដិតការយកចិត្តទុកដាក់ទៅលើដង្ហើមចូលដង្ហើមចេញដោយដែលព្រះសង្ឃរាជបានបង្រៀនទោះបីជាលំបាកក៏ដោយប៉ុន្តែគាត់បានព្យាយាមធ្វើតាមរំពេចនោះជាមបានមានអារម្មណ៍ដល់ស្ទ្រីមធម្មពលដ៏កក់ក្ដៅនិងត្រជាក់ស្រួលបានសាយភាយចេញពីសម្ពុតរបស់ព្រះសង្ឃរាជស្ទ្រីមធម្មពលនោះមិនមែនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែវាដូចជារលកដែលមើលមិនឃើញដែលបានចូលទៅប៉ះទង្គិចជាមួយនឹងភាពងងឹតនៅជុំវិញខ្លួនសំឡេងសើចយ៉ាងយូរបានចាប់ផ្ដើមស្រទឹងចុះខ្យល់មុនខ្មៅដែលត្រជាក់ល្វើយក៏បានធូរស្រាលចុះរហូតដល់បាត់ទៅវិញនៅទីបំផុតព្រះសង្ឃរាជមិនបានក្រោកឈរឡើងមិនបានសូត្រធម៌អំណាចណាមួយព្រះអង្គគ្រាន់តែអង្គុយសមាធិដោយស្ងប់ស្ងាត់ប្រើអំណាចចិត្តនិងមេត្តាធម៌ដែលបានបំពេញមកជាយូរបញ្ចេញពីពេញតំបន់បញ្ចេញសេចក្តីស្រឡាញ់និងសេចក្តីមេត្តាយ៉ាងគ្មានប្រមាណអំណាចនៃពុទ្ធានុភាពនិងមេត្តាចិត្តនេះឯងដែលបានធ្វើឲ្យអវិជ្ជានិងមន្តខ្មៅដែលពុំធំស្អាងបានបញ្ជូនមកសាក់លបងរលាយសាបសូន្យទៅវិញយ៉ាងដាច់អហង្ការកាលណាអ្វីទាំងអស់បានស្កប់ស្ងាត់ចុះជាមបានដួលចុះទៅលើដីដោយសេចក្តីនឿយហត់ប៉ុន្តែនៅក្នុងចិត្តវិញពោពេញទៅដោយសេចក្តីត្រេកអរនិងសេចក្តីជ្រះថ្លាក្នុងពុទ្ធានុភាពរបស់ព្រះសង្ឃរាជព្រះអង្គបានបង្រៀនគាត់ដោយការប្រព្រឹត្តថាអំណាចពិតប្រាកដ
មិនមែនស្ថិតនៅលើការគ្រប់គ្រងអ្នកដទៃនោះទេប៉ុន្តែស្ថិតនៅលើការគ្រប់គ្រងចិត្តរបស់ខ្លួនឯងព្រឹកព្រលឹមថ្ងៃបន្ទាប់កាលណាព្រះសង្ឃរាជបានចេញពីសមាធិព្រះអង្គបានសម្លឹងមើលជាមដោយក្រសែភ្នែកដែលយល់យ៉ាងម៉េចខ្លះជាមយប់នេះទីបញ្ចុះសពបានបង្រៀនអ្វីខ្លះដល់ឯងជាមបានក្រាបចុះនៅព្រះបាទារបស់ព្រះសង្ឃរាជដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតបានបង្រៀនអាត្មាភាពឲ្យបានដឹងថាសេចក្តីភ័យខ្លាចគ្រាន់តែជាគំនិតនិងធម៌របស់ព្រះសង្ឃរាជគឺធំធេងជាងអំណាចងងឹតណាមួយនៅក្នុងពេលជាមួយគ្នានោះពុំធំស្អាងដែលបានលបសម្លឹងមើលហេតុការពីចម្ងាយក៏បានចាប់ផ្ដើមដឹងថាព្រះសង្ឃអង្គនេះមិនធម្មតាមុនខ្មៅដែលគាត់បានប្រមូលទុកអស់រយៈពេលជាច្រើនឆ្នាំត្រឡប់បានរលាយបាត់ទៅវិញយ៉ាងងាយស្រួលដោយសារតែសេចក្តីស្ងប់តែមួយម៉ាត់ប៉ុណ្ណោះអារម្មណ៍ប្រកួតប្រជែងរបស់គាត់បានចាប់ផ្ដើមប្រែក្លាយទៅជាសេចក្តីភ័យខ្លាចនិងទោសៈដែលកាន់តែខ្លាំងក្លាឡើងខ្លាំងលើក្រោយពីរាត្រីនៃការសាក់លបងបានកន្លងផុតទៅសេចក្តីតានតឹងនៅក្នុងភូមិព្រៃខ្មោចបានកើនឡើងយ៉ាងច្បាស់អ្នកភូមិបានចាប់ផ្ដើមខ្សឹបខ្សៀវអំពីរឿងអាក្រក់ដែលបានកើតឡើងសត្វចិញ្ចឹមរបស់អ្នកភូមិបានចាប់ផ្ដើមបាត់ខ្លួនដោយអាចកំបាំងទាំងគោក្របីនិងឆ្កែដែលធ្លាប់ព្រុសពេលយប់ក៏បានស្ងាត់បាត់ទៅដោយគ្មានដានជាមបានសង្កេតឃើញស្នាមជើងខ្លាធំដែលវិលវល់នៅជុំវិញសម្ពុតរបស់ពួកគេនៅពេលព្រឹកស្នាមជើងទាំងនោះមិនមានលក្ខណៈដូចខ្លាធម្មតាទេប៉ុន្តែមានទំហំធំខុសពីធម្មតានិងមានដាននៃការដើរដែលមើលទៅដូចមនុស្សជាងសត្វព្រៃអ្នកភូមិជឿគ្នាថានេះគឺជាអានុភាពនៃខ្លាបិសាចដែលកំពុងផ្ទុះឡើងព្រះសង្ឃរាជមិនបានបង្ហាញសេចក្តីភ័យខ្លាចឡើយព្រះអង្គគ្រាន់តែប្រាប់ជាមឲ្យរក្សាសិលនិងស្មារតីឲ្យមាំខ្លាបិសាចនោះមិនគួរឲ្យខ្លាចដោយតណ្ហាបិសាចក្នុងចិត្តមនុស្សទេព្រះសង្ឃរាជបានមានបន្ទូលវាគឺជារូបបំភាន់ដែលពឹងផ្អែកលើភាពទន់ខ្សោយនិងសេចក្តីប្រមាថរបស់យើងជាផ្លូវចូលសម្រាប់ធ្វើបាបនៅរាត្រីបន្ទាប់មេឃត្រូវបានគ្របដណ្ដប់ដោយពពកក្រាស់រហូតមើលមិនឃើញសូម្បីតែពន្លឺផ្កាយបរិយាកាសនៅទីបញ្ចុះសពកាន់តែស្ងប់ស្ងាត់រហូតបានឮសំឡេងបេះដូងរបស់ខ្លួនឯងលោតញាប់ខណៈដែលជាមកំពុងព្យាយាមបំពេញព្រះកិច្ចអង្គុយសមាធិតាមបង្គាប់របស់ព្រះសង្ឃរាជគាត់ក៏បានឮសំឡេងជើងស្រាយស្រាយដើរលើស្លឹកឈើស្ងួតវិលវល់នៅជុំវិញខ្លួនសំឡេងនោះបានឈប់នៅមាត់ច្រកចូលសមាធិបងជាមចេញមករកខ្ញុំបន្តិចសំឡេងហៅដែលធ្លាប់ស្គាល់បានបន្លឺឡើងវាគឺជាសំឡេងរបស់នាងគំនារីវ័យក្មេងដែលមានទឹកមុខក្រមុំនិងស្នាមញញឹមដ៏ទន់ភ្លន់ដែលជាមធ្លាប់បានប៉ងប្រាថ្នានិងជាប់ចំណងតាំងពីសម័យនៅជាកូនវត្តនៅស្រុកកំណើតនាងគំឯងពិតមែនទេជាមបានខ្សឹបសួរដោយសេចក្តីភ្ញាក់ផ្អើលនិងច្របូកច្របល់បាទបងជាមនាងគំផ្ទាល់នាងគំត្រជាក់ណាស់បងជាមជួយនាងគំផងនាងគំត្រូវខ្លាចខំរបួសឈឺណាស់នៅខាងក្រៅនេះឈាមហូរមិនឈប់ទេបងសំឡេងរបស់នាងគំបានញាប់ញ័រនិងពោពេញទៅដោយសេចក្តីសោកសៅហាក់ដូចជានឹងស្លាប់បាត់បង់ជីវិតក្នុងពេលឆាប់ជាមមានអារម្មណ៍ថាបេះដូងរបស់គាត់ធ្លាក់ចុះសេចក្តីបារម្ភនិងសេចក្តីអាណិតអាសូរយ៉ាងខ្លាំងបានចូលគ្រប់គ្រងចិត្តរហូតភ្លេចការព្រមានរបស់ព្រះសង្ឃរាជទៅមួយសន្ទុះគាត់បានរើខ្លួននឹងក្រោកឡើងដើម្បីបន្ធូរខ្សែសាក់ដែលចងនៅមាត់កន្លែងសមាធិនិងចេញទៅជួយនារីដែលគាត់ស្រឡាញ់ដៃរបស់គាត់ញាប់ញ័រនៅពេលដែលហៀបនឹងលូកទៅដល់ប៉ាក់ប៉ុន្តែនៅក្នុងវិនាទីដែលចុងម្រាមដៃហៀបនឹងប៉ះនឹងខ្សែស័ក្តិសិទ្ធិពន្លឺភ្លឺមួយបានផុសឡើងនៅក្នុងចិត្តរបស់គាត់បាននឹកដល់ឈើច្រត់របស់ព្រះសង្ឃរាជដែលព្រះអង្គបានប្រើសម្រាប់គូសព្រំដែនការពារនៅជុំវិញតំបន់ដែលពួកគេបានបោះជំរំកាលពីពេលល្ងាចព្រះសង្ឃរាជបានទូន្មានយ៉ាងខ្លាំងថាមិនថាអ្នកណាមកហៅឬឃើញអ្វីដែលគួរឲ្យអាណិតប៉ុណ្ណាចូលកុំបោះជំហានឆ្លងកាត់បន្ទាត់នេះចេញទៅក្រៅជាដាច់ខាតពីព្រោះនោះគឺជាបណ្ដាញដែលតណ្ហានិងអវិជ្ជាបានដាក់ទុកដើម្បីអន្ទាក់ឯងជាមបានស្ទុះដកដៃចេញវិញភ្លាមស្មារតីដែលស្ទើរតែរបូតរលត់ទៅបានចាប់ផ្ដើមត្រឡប់មកវិញបន្តិចម្ដងម្នាគាត់ចាប់ផ្ដើមសង្កេតឃើញភាពមិនប្រក្រតីខ្លះៗនៅក្នុងសម្លេងរបស់នាងគំទោះបីជាមើលទៅដូចពិតមែនប៉ុន្តែត្រឡប់សភាពកក់ក្ដៅដែលគាត់ធ្លាប់ប៉ះពាល់ហើយក្លិនដែលអណ្ដែតមកតាមខ្យល់នោះមិនមែនជាក្លិនម្សៅក្រអូបដែលនាងគំចូលចិត្តប្រើនោះទេប៉ុន្តែវាគឺជាក្លិនឈាមសាហាវដ៏ខ្លាំងនិងក្លិនសាច់សត្វសាហាវដែលគួរឲ្យក្អួតចង្អោរពាក្យព្រានប្រដៅរបស់ព្រះសង្ឃរាជបានបន្លឺឡើងនៅក្នុងចិត្តរបស់ជាមគាត់បាននឹកឃើញឡើងថានាងគំបានចាក់ចេញពីផ្ទះទៅជាយូរហើយគ្មានផ្លូវដែលនឹងមកបង្ហាញខ្លួននៅក្នុងទីបញ្ចុះសពនេះទេនៅពេលយប់ជ្រៅឡើយជាមបានសម្លឹងមើលទៅកាន់រូបរាងដែលឈរនៅខាងក្រៅដែនខ្សែសក្តិសិទ្ធិរូបនោះមើលទៅដូចនាងគំគ្រប់យ៉ាងប៉ុន្តែក្រសែភ្នែករបស់វាភ្លឺភ្លេកខុសពីធម្មតានិងមានក្លិនឈាមសាហាវអណ្ដែតមកតាមខ្យល់នាងគំបើឯងជាមនុស្សពិតចូលមកក្នុងដែនខ្សែសក្តិសិទ្ធិនេះជាមបាននិយាយដោយសំឡេងញាប់ញ័រប៉ុន្តែបានព្យាយាមគ្រប់គ្រងចិត្តអារម្មណ៍ឲ្យមាំភ្លាមនោះកាលណាជាមបាននិយាយចប់រូបនោះក៏បានបន្លឺសំឡេងក្រហឹមទាប
ក្រសែភ្នែកដែលភ្លឺភ្លេចនោះបានប្រែពណ៌ទៅជាក្រហមហើយវាក៏ប្រមាថចូលទៅកាន់ដែនខ្សែសក្តិសិទ្ធិដែលព្រះសង្ឃរាជបានគូសទុកប៉ុន្តែកាលណារូបនោះបានប៉ះនឹងខ្សែព្រំដែនការពារដែលមើលមិនឃើញវាក៏បានស្រែកយ៉ាងខ្លាំងដោយសេចក្តីឈឺចាប់ហើយក៏បានដកថយចេញទៅវិញយ៉ាងលឿន stream ធម្មពលនោះមិនមែនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែវាដូចជារលកដែលមើលមិនឃើញដែលបានចូលទៅប៉ះទង្គិចជាមួយនឹងភាពងងឹតនៅជុំវិញខ្លួនសំឡេងសោតយ៉ាងយូរបានចាប់ផ្ដើមស្រទឹងចុះខ្យល់មុនខ្មៅដែលត្រជាក់ល្វើយក៏បានធូរស្រាលចុះរហូតដល់បាត់ទៅវិញនៅទីបំផុតព្រះសង្ឃរាជមិនបានក្រោកឈរឡើងមិនបានសូត្រធម៌អំណាចណាមួយព្រះអង្គគ្រាន់តែអង្គុយសមាធិដោយស្ងប់ស្ងាត់ប្រើអំណាចចិត្តនិងមេត្តាធម៌ដែលបានបំពេញមកជាយូរបញ្ចេញពីពេញតំបន់បញ្ចេញសេចក្តីស្រឡាញ់និងសេចក្តីមេត្តាយ៉ាងគ្មានប្រមាណអំណាចនៃពុទ្ធានុភាពនិងមេត្តាចិត្តនេះឯងដែលបានធ្វើឲ្យអវិជ្ជានិងមន្តខ្មៅដែលពុំធំស្អាងបានបញ្ជូនមកសាក់លបងរលាយសាបសូន្យទៅវិញយ៉ាងដាច់អហង្ការព្រះសង្ឃរាជដែលកំពុងអង្គុយសមាធិនៅក្បែរនោះបានបើកព្រះនេត្រឡើងយឺតព្រះអង្គមិនបានមានបន្ទូលអ្វីទេប៉ុន្តែក្រសែភ្នែករបស់ព្រះអង្គពោពេញទៅដោយសេចក្តីមេត្តានិងការបន្ទោសបន្តិចជាមឯងស្ទើរតែចាញ់បោកនឹងអារម្មណ៍របស់ខ្លួនឯងព្រះសង្ឃរាជបានមានបន្ទូលដោយសំឡេងស្ងប់ស្ងាត់ខ្លាបិសាចនោះវាពឹងផ្អែកលើចំណងនិងសេចក្តីប្រមាថរបស់យើងជាឧបករណ៍សម្រាប់បំផ្លាញស្មារតីគឺជាអ្វីដែលធ្វើឲ្យយើងអាចបែងចែកសេចក្តីពិតពីរូបបំភាន់បានព្រះសង្ឃរាជបានយកឈើច្រត់ឡើងមកហើយក៏បានគូសខ្សែការពារឲ្យកាន់តែច្បាស់ឡើងព្រះអង្គបានសម្ដែងធម៌អំពីស្មារតីដ៏ជាមយ៉ាងលម្អិតព្រះអង្គបានបង្រៀនថាស្មារតីមិនមែនគ្រាន់តែជាការនឹកឃើញបានប៉ុណ្ណោះទេប៉ុន្តែវាគឺជាការដឹងខ្លួនគ្រប់ពេលវេលាក្នុងគ្រប់ចិត្តមិនអនុញ្ញាតឲ្យគំនិតប្រឌិតចូលមកត្រួតត្រាចូលចាំទុកជាមព្រះសង្ឃរាជបានមានបន្ទូលសង្ខេបគ្រោះថ្នាក់ពីខាងក្រៅមិនគួរឲ្យខ្លាចដោយគ្រោះថ្នាក់ពីខាងក្នុងឡើយតណ្ហាក្នុងចិត្តយើងនេះហើយគឺជាខ្លាបិសាចពិតប្រាកដប្រសិនបើយើងមានស្មារតីខ្លាបិសាចខាងក្រៅក៏ធ្វើអ្វីយើងមិនបានជាមបានរួចផុតមកបានដោយសារតែបារមីរបស់ព្រះសង្ឃរាជនិងពាក្យព្រានប្រដៅអំពីស្មារតីដែលបានជួយទាញគាត់ត្រឡប់មកពីមាត់ច្រាំងនៃសេចក្តីប្រមាថគាត់បានដឹងគុណព្រះសង្ឃរាជយ៉ាងជ្រាលជ្រៅតែមិនត្រឹមតែបានការពារគាត់ខាងរូបកាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានព្រានប្រដៅធម៌ដ៏ជ្រាលជ្រៅដល់គាត់ទៀតផងក្រោយពីហេតុការណ៍ខ្លាបិសាចព្រះសង្ឃរាជក៏បានចាប់ផ្ដើមចូលទៅក្នុងភូមិព្រៃខ្មោចដើម្បីប្រោសប្រជាជនយ៉ាងពិតប្រាកដព្រះអង្គមិនបានទៅក្នុងឋានៈជាអ្នកប្រយុទ្ធនឹងសាសនាវិជ្ជាទេប៉ុន្តែបានទៅក្នុងឋានៈជាអ្នកផ្ដល់ពន្លឺនិងអ្នកដោះលែងសេចក្តីពិតដែលគួរឲ្យឆ្អែតចិត្តបានចាប់ផ្ដើមលេចឡើងកាលណាអ្នកភូមិដែលចាប់ផ្ដើមមានសេចក្តីក្លាហានឡើងខ្លះដោយសារបារមីរបស់ព្រះសង្ឃរាជបាននិទានពីសេចក្តីពិតដែលត្រូវបានបិទបាំងអស់រយៈពេលជាច្រើនឆ្នាំពុំធំស្អាងមិនមែនគ្រាន់តែជាអ្នកធ្វើមន្តធម្មតាប៉ុណ្ណោះទេប៉ុន្តែគាត់គឺជាអ្នកចិញ្ចឹមខ្មោចព្រៃដើម្បីគ្រប់គ្រងប្រជាជននិងបង្កើតអំណាចឲ្យខ្លួនឯងខ្មោចព្រៃទាំងនោះនឹងចូលសន្ធិដ្ឋនិងធ្វើបាបអ្នកដែលប្រឆាំងនឹងបង្គាប់របស់ពុំធំស្អាងឬអ្នកដែលគាត់ចង់បានទ្រព្យសម្បត្តិអ្នកភូមិម្នាក់បាននិទានដោយសំឡេងញាប់ញ័រអ្នកណាប្រឆាំងមិនព្រមបង់ថ្លៃជារបស់មានតម្លៃឬមិនព្រមធ្វើតាមដែលពុំធំបង្គាប់ខ្មោចព្រៃក៏នឹងចូលសន្ធិដ្ឋរហូតឈឺធ្ងន់អ្នកខ្លះក៏ស្លាប់ទៅយ៉ាងឈឺចាប់គ្មាននរណាហ៊ាននិយាយគ្មាននរណាហ៊ានរត់គេចពីព្រោះខ្លាចថាខ្មោចព្រៃនឹងតាមទៅធ្វើបាបញាតិមិត្តបន្ថែមទៀតសំណាញ់ខ្សែស័ក្តិសិទ្ធិខ្មៅដែលព័ទ្ធជុំវិញផ្ទះនោះមិនមែនជាការការពារទេប៉ុន្តែវាគឺជានិមិត្តរូបនៃការចុះចាញ់និងជាសញ្ញាសម្គាល់នៃការត្រូវបានគ្រប់គ្រងពុំធំស្អាងបានប្រើប្រាស់ជំនឿនិងសេចក្តីភ័យខ្លាចរបស់ប្រជាជនជាឧបករណ៍សម្រាប់គៀបសង្កត់និងស្វែងរកផលប្រយោជន៍ព្រះសង្ឃរាជបានទទួលស្ដាប់រឿងរ៉ាវទាំងអស់ដោយសេចក្តីមេត្តាព្រះអង្គមិនបានបន្ទោសប្រជាជនដែលធ្លាក់ក្នុងអំណាចងងឹតនោះទេប៉ុន្តែព្រះអង្គបានបង្រៀនពួកគេឲ្យយល់ដឹងដល់បណ្ដាញកម្មដែលកំពុងចងឃុំឃាំងពួកគេពួកឯងខ្លាចខ្មោចព្រៃប៉ុន្តែពួកឯងមិនខ្លាចបាបដែលនឹងកើតឡើងពីការប្រព្រឹត្តអាក្រក់ទេឬព្រះសង្ឃរាជបានមានបន្ទូលដោយសម្លេងទន់ភ្លន់ប៉ុន្តែមានអំណាចខ្មោចព្រៃគ្រាន់តែជាលទ្ធផលនៃកម្មដែលកើតចេញពីសេចក្តីលោភលន់របស់ពុំធំស្អាងនិងភាពទន់ខ្សោយរបស់ពួកឯងផ្ទាល់ព្រះសង្ឃរាជបានចាប់ផ្ដើមបង្រៀនពួកគេឲ្យឈប់ខ្លាចខ្មោចហើយត្រឡប់មកកាន់សិល5ជាគ្រឿងការពារខ្លួនព្រះអង្គបានពន្យល់ថាសិលគឺជាការបង្កើតធម៌ពលបរិសុទ្ធនៅក្នុងចិត្តដែលជាអ្វីដែលអំណាចងងឹតណាមួយក៏មិនអាចបំផ្លាញបានការកាន់សិល5គឺជាការបង្កើតកំពែងកែវដ៏រឹងមាំបំផុតព្រះសង្ឃរាជបានបង្រៀនកាលណាចិត្តរបស់ពួកឯងបរិសុទ្ធខ្មោចព្រៃឬមន្តខ្មៅណាមួយក៏មិនអាចចូលទៅចិត្តបានពីព្រោះធម៌តែងតែការពារអ្នកប្រព្រឹត្តធម៌ព្រះអង្គបានបង្រៀនអ្នកភូមិឲ្យសូត្រធម៌ផ្សព្វផ្សាយមេត្តានិងធ្វើអំពើល្អតូចតាចក្នុងជីវិតប្រចាំថ្ងៃ
ការផ្លាស់ប្ដូរបានចាប់ផ្ដើមកើតឡើងយ៉ាងយឺតអ្នកភូមិបានចាប់ផ្ដើមហ៊ានដោះខ្សែស័ក្តិសិទ្ធិខ្មៅចេញពីផ្ទះរបស់ខ្លួនពួកគេបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាធ្វើបុណ្យនិងសូត្រធម៌ភាវនាសេចក្តីភ័យខ្លាចដែលធ្លាប់គ្របដណ្ដប់ក្នុងភូមិបានចាប់ផ្ដើមរសាយបាត់ត្រូវបានជំនួសដោយសេចក្តីសង្ឃឹមនិងសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រ័យពុំធំស្អាងបានមានអារម្មណ៍ដល់អំណាចដែលកំពុងធ្លាក់ចុះគាត់បានព្យាយាមបញ្ជូនខ្មោចព្រៃនិងមន្តខ្មៅចូលមករំខានម្ដងទៀតប៉ុន្តែអំណាចចិត្តដ៏បរិសុទ្ធរបស់ព្រះសង្ឃរាជនិងអំណាចនៃសិលធម៌ដែលចាប់ផ្ដើមបង្កើតឡើងនៅក្នុងចិត្តអ្នកភូមិបានបង្កើតជាក្របខ័ណ្ឌការពារដ៏រឹងមាំកន្លងផុតពីអំណាចងងឹតរបស់គាត់ដែលនឹងជ្រៀតចូលការប្រយុទ្ធគ្នាលើកនេះមិនមែនជាការប្រយុទ្ធគ្នាដោយអាវុធឬមន្តអាគមនោះទេប៉ុន្តែវាគឺជាការប្រយុទ្ធគ្នារវាងធម៌និងអធម៌រវាងពន្លឺនិងភាពងងឹតហើយព្រះសង្ឃរាជកំពុងនាំអ្នកភូមិព្រៃខ្មោចឲ្យបានរកឃើញជ័យជំនះពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេផ្ទាល់កាលណាសេចក្តីព្យាយាមគ្រប់គ្រងប្រជាជនដោយអំណាចងងឹតរបស់ពុំធំស្អាងបានចាប់ផ្ដើមបរាជ័យព្រះសង្ឃរាជក៏បានដឹងថាដល់ពេលដែលត្រូវតែដកឫសមូលហេតុនៃអំពើអាបធ្មប់ទាំងអស់ព្រះអង្គបានប្រើញាណនិងការពិចារណារហូតបានរកឃើញថាប្រភពពិតប្រាកដនៃអំពើអាបធ្មប់មិនមែនស្ថិតនៅត្រង់ពុំធំស្អាងតែម្នាក់ឯងនោះទេប៉ុន្តែស្ថិតនៅត្រង់កន្លែងមួយដែលគេហៅថារូងលលាក្បាលរូងលលាក្បាលគឺជាកន្លែងដែលពុំធំស្អាងប្រើប្រាស់សម្រាប់ឃុំឃាំងវិញ្ញាណបុព្វបុរសរបស់ក្នុងភូមិទុកធ្វើជាបរិវារនិងជាឧបករណ៍សម្រាប់បង្កើតអំណាចព្រះសង្ឃរាជបានពន្យល់ដល់ជាមនៅពេលព្រឹកថ្ងៃមួយវិញ្ញាណទាំងនោះត្រូវបានចងឃុំឃាំងដោយមន្តខ្មៅនិងត្រូវបានបង្ខំឲ្យធ្វើតាមបង្គាប់របស់គាត់ការសម្រេចចិត្តរបស់ព្រះសង្ឃរាជគឺការធ្វើដំណើរចូលទៅក្នុងរូងដើម្បីដោះលែងវិញ្ញាណទាំងនោះឲ្យមានសេរីភាពឡើងវិញជាមានអារម្មណ៍ភ័យខ្លាចរហូតដល់ញាប់ញ័រនៅពេលដែលបានឮឈ្មោះរូងនេះអ្នកភូមិនិទានតគ្នាថារូងនេះគឺជាទីស្ថិតនៃអសុរកាយនិងជាច្រកចូលទៅកាន់នរកភូមិប៉ុន្តែសេចក្តីជ្រះថ្លាក្នុងព្រះសង្ឃរាជគឺធំធេងជាងសេចក្តីភ័យខ្លាចណាមួយការធ្វើដំណើរទៅកាន់រូងលលាក្បាលគឺពោពេញទៅដោយសេចក្តីលំបាកផ្លូវចូលរូងត្រូវបានលាក់កំបាំងនៅក្នុងព្រៃក្រាស់ដែលពោពេញទៅដោយវល្លិ៍លឹងថ្មចោតខ្ពស់បរិយាកាសជុំវិញរូងពោពេញទៅដោយធម៌ពលនៃសេចក្តីស្លាប់និងសេចក្តីទុក្ខលំបាកដែលអាចប៉ះពាល់បានដោយចិត្តជាមបានកាន់ចង្គៀងនាំផ្លូវដោយដៃញាប់ញ័រពលឺរសាយរបស់ចង្គៀងស្ទើរតែមិនអាចប្រយុទ្ធនឹងភាពងងឹតដែលគ្របដណ្ដប់មាត់រូងកាលណាបានបោះជំហានចូលទៅក្នុងរូងភាពត្រជាក់ល្វើយក៏បានប៉ះពាល់មកលើរូបកាយភ្លាមនៅខាងក្នុងរូងធំទូលាយនិងងងឹតមានក្លិនសើមនិងក្លិនឈាមស្រាយលាយឡំនឹងក្លិនធូបនិងខ្សែសាក់ស្ដីសិទ្ធដែលរលួយជញ្ជាំងរូងពោពេញទៅដោយអក្សរយន្តនិងរូបចម្លាក់ចម្លែកដែលមើលទៅគួរឲ្យភ័យខ្លាចអ្វីដែលធ្វើឲ្យឈាមតក់ស្លុតបំផុតគឺសំឡេងយំនិងសំឡេងសោកសង្វេគដែលបន្លឺឡើងពីជ្រៅនៃរូងសំឡេងទាំងនោះពោពេញទៅដោយសេចក្តីឈឺចាប់និងសេចក្តីទុក្ខព្រួយជាមានអារម្មណ៍ថាដូចជាមានក្រសែភ្នែករាប់រយដែលមើលមិនឃើញកំពុងសម្លឹងមើលពួកគេព្រះសង្ឃរាជនៅតែដើរនាំមុខយ៉ាងស្ងប់ស្ងាត់ព្រះអង្គមិនបានប្រើមន្តអាគមណាមួយទេប៉ុន្តែព្រះអង្គបានសូត្រធម៌និងផ្សព្វផ្សាយមេត្តាចេញទៅជាបន្តបន្ទាប់សំឡេងសូត្រធម៌របស់ព្រះអង្គបានបន្លឺឡើងពេញរូងធ្វើឲ្យសំឡេងសោកសង្វេគទាំងនោះស្រទឹងចុះមួយសន្ទុះចូលទៅជ្រៅក្នុងរូងពួកគេបានឃើញវាលធំមួយដែលមានអាសនៈបូជាធំមួយតាំងនៅលើអាសនៈបូជាមានលលាក្បាលមនុស្សជាច្រើនតម្រៀបគ្នានិងមានខ្សែសក្តិសិទ្ធខ្មៅចងភ្ជាប់លលាក្បាលទាំងនោះទុកជាមួយអាសនៈជាមបានដឹងភ្លាមថានេះគឺជាកន្លែងឃុំឃាំងវិញ្ញាណបុព្វបុរសដែលពុំធំស្អាងប្រើប្រាស់ជាឧបករណ៍នៅក្នុងខណៈដែលព្រះសង្ឃរាជកំពុងហ៊ាននឹងចាប់ផ្ដើមពិធីដោះលែងពុំធំស្អាងក៏បានបង្ហាញខ្លួនឡើងពីក្នុងស្រមោលងងឹតខាងក្រោយអាសនៈគាត់មិនបានមកតែម្នាក់ឯងទេប៉ុន្តែបានមកជាមួយនឹងក្លិនអានុភាពនៃសេចក្តីស្លាប់ដែលខ្លាំងក្លារហូតជាស្ទើរតែក្អួតទឹកមុខរបស់ពុំធំស្អាងបានកោងកាចដោយសេចក្តីក្រោធនេះមានសង្ឃឹមកសែភ្នែករបស់គាត់បានក្រហមភ្លឺដូចជាមានភ្លើងនរកកំពុងឆេះនៅខាងក្នុងពួកឯងហ៊ានមកបំផ្លាញអំណាចរបស់តាពុំធំស្អាងបានស្រែកបន្លឺឡើងយ៉ាងខ្លាំងសំឡេងរបស់គាត់បានញ័រពេញរូងរហូតដល់ថ្មខ្លះបាក់ធ្លាក់ចុះមកវិញ្ញាណទាំងនេះគឺជារបស់តាចិញ្ចឹមពួកវាដោយឈាមនិងទឹកភ្នែកពួកវានឹងតាមបម្រើតារហូតរលាយអស់ដួងព្រលឹងគ្មាននរណាម្នាក់អាចឆក់យកពួកវាទៅបានឡើយការប្រឈមមុខគ្នាចុងក្រោយរវាងពុទ្ធធម៌ដ៏បរិសុទ្ធនិងមន្តខ្មៅដែលងងឹតបិទមុខបានចាប់ផ្ដើមឡើងយ៉ាងផ្លូវការពុំធំស្អាងមិនបង្អង់យូរទេគាត់បានលើកឈើច្រត់ក្បាលលោលាក្បាលឡើងពីលើក្បាលហើយចាប់ផ្ដើមរលឹកមន្តអាគមកម្រិតខ្ពស់បំផុតដែលគាត់បានប្រមូលទុកពេញមួយជីវិតសំឡេងរលឹករបស់គាត់ស្ដាប់ទៅដូចជាសំឡេងសត្វសាហាវដែលកំពុងគំរាមលាយឡំនឹងសំឡេងស្រែកយំនៃវិញ្ញាណដែលកំពុងត្រូវបានធ្វើទុករំពេចនោះស្រមោលខ្មៅរាប់មិនអស់បានចាប់ផ្ដើមផុសចេញពីលោលាក្បាលនៅលើអាសនៈពួកវាបានប្រមូលផ្ដុំគ្នាคล้ายទៅជាអសុរកាយរូបរាងមហិមាដែលមើលទៅដូចមនុស្សលាយឡំនឹងសត្វព្រៃមានក្រញាំជើងមុតស្រួចនិងក្រសែភ្នែកដែលកំពុងឆេះដោយភ្លើងនៃសេចក្តីចង់កំហឹងអសុរកាយនោះបានបន្លឺសំឡេងក្រហមយ៉ាងខ្លាំងរហូតដល់ញ័រ
ហើយក៏ប្រមាថចូលទៅរកព្រះសង្ឃរាជដោយលបឿនដែលមិនគួរឲ្យជឿជាមបានស្រែកយ៉ាងខ្លាំងដោយសេចក្តីភ័យខ្លាចបំផុតគាត់ស្ទើរតែបោះបង់ចោលចង្គៀងហើយរត់ចេញពីរូងទៅប៉ុន្តែនៅក្នុងវិនាទីនោះគាត់ក៏បានឃើញព្រះសង្ឃរាជនៅតែឈរយ៉ាងស្ងៀមស្ងាត់មិនញាក់សូម្បីតែបន្តិចនៅកណ្ដាលខ្យល់ងងឹតដែលកំពុងបក់បោកខ្លាំងរហូតចៃវររបស់ព្រះអង្គបក់បោកព្រះសង្ឃរាជមិនបានប្រយុទ្ធតបតវិញដោយការរលឹកមន្តអាគមឬប្រើអាវុធណាមួយឡើយព្រះអង្គគ្រាន់តែបានអង្គុយចុះក្នុងទម្រង់ផ្ងាសមាធិយ៉ាងស្ងប់ស្ងាត់នៅចំពោះមុខអាសនៈព្រះអង្គបានបិទព្រះនេត្រចុះយឺតហើយចាប់ផ្ដើមសូត្រធម៌ដោយសំឡេងដែលរលីងរលោងនិងពោពេញទៅដោយអំណាចសំឡេងសូត្រធម៌របស់ព្រះអង្គមិនមែនគ្រាន់តែជាការបញ្ចេញសំឡេងប៉ុណ្ណោះទេប៉ុន្តែវាគឺជាការចម្រាញ់យកអំណាចនៃចិត្តដ៏បរិសុទ្ធចេញមកជារលកញ័ររន្ធត់ដែលបានសាយភាយពេញគ្រប់អាតូមនៃអាកាសកាលណាអសូរកាយងងឹតបានប្រញាប់ប្រញាល់ចូលមកជិតរស្មីរបស់ព្រះអង្គព្រះសង្ឃរាជក៏បានចាប់ផ្ដើមផ្សព្វផ្សាយមេត្តាចេញទៅយ៉ាងគ្មានប្រមាណព្រះអង្គមិនបានសម្លឹងមើលអសូរកាយនោះដោយសេចក្តីក្រោធឬសេចក្តីភ័យខ្លាចឡើយប៉ុន្តែព្រះអង្គបានឃើញវាគ្រាន់តែជាវិញ្ញាណដ៏កំសត់ដែលត្រូវបានចងឃុំឃាំងដោយអវិជ្ជាព្រះអង្គបានបញ្ចេញសេចក្តីមេត្តាដែលចង់ឲ្យពួកវារួចផុតពីសេចក្តីទុក្ខចេញទៅជាបន្តបន្ទាប់សព្ពេសត្តាអវិរិយហោតុសំឡេងសូត្រធម៌របស់ព្រះសង្ឃរាជបានបន្លឺឡើងកាន់តែខ្លាំងសូមឲ្យសត្វលោកទាំងអស់ដែលជាមិត្តរួមទុក្ខកើតចាស់ឈឺស្លាប់ទាំងអស់គ្នាចូលកុំមានវិរិយចំពោះគ្នាទៅវិញទៅមកឡើយអំណាចនៃមេត្តានិងពុទ្ធគុណដ៏បរិសុទ្ធបានចូលទៅប៉ះទង្គិចជាមួយនឹងអំណាចនៃទោសៈនិងអវិជ្ជារបស់អសូរកាយនិងពុំធំស្អាងយ៉ាងខ្លាំងក្លាការប្រយុទ្ធគ្នាលើកនេះមិនមែនជាការបំផ្លាញភាគីម្ខាងឲ្យវិនាសសូន្យឈឹងនោះទេប៉ុន្តែវាគឺជាការបំបត្តិភាពងងឹតដោយពន្លឺនិងការបំបត្តិសេចក្តីស្អប់ខ្ពើមដោយសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរូងលលាក្បាលបានចាប់ផ្ដើមញ័ររន្ធត់យ៉ាងខ្លាំងហាក់ដូចជានឹងដួលរលំអសរយន្តនៅលើជញ្ជាំងរូងបានចាប់ផ្ដើមប្រេះឆានិងរបូតរលាបពន្លឺពណ៌មាសស្រអាប់បានចាប់ផ្ដើមបញ្ចេញរស្មីចេញពីរូបកាយរបស់ព្រះសង្ឃរាជពន្លឺនោះមិនមែនក្តៅខ្លាំងដូចភ្លើងទេប៉ុន្តែវាគឺជាពន្លឺដែលត្រជាក់និងស្ងប់ស្ងាត់យ៉ាងចម្លែកវាបានចូលទៅព័ទ្ធជុំវិញអសុរកាយដែលកំពុងក្រហមដោយសេចក្តីឈឺចាប់ដូចជាទឹកត្រជាក់ដែលចាក់ពីលើភ្លើងដែលកំពុងឆេះអសុរកាយនោះមិនមែនត្រូវបានបំផ្លាញដោយអំពើហិង្សានោះទេប៉ុន្តែពួកវាបានចាប់ផ្ដើមរលាយបាត់ទៅคล้ายជាគ្រាន់តែជាផ្សែងពណ៌ប្រផេះដែលកំពុងតែទន់ខ្សោយចុះពុំធំស្អាងដែលបានឃើញមុនរបស់ខ្លួនត្រូវបានបង្ក្រាបដោយសេចក្តីស្ងប់ក៏ចាប់ផ្ដើមក្តុកក្តួលគាត់បានព្យាយាមបង្កើនល្បឿនរលឹករហូតឈាមហូរចេញពីច្រមុះនិងត្រចៀកប៉ុន្តែក៏មិនអាចទប់ទល់នឹងបារមីធម៌របស់ព្រះសង្ឃរាជបានដែរព្រះសង្ឃរាជបានបើកព្រះនេត្រឡើងយឺតព្រះអង្គបានសម្លឹងមើលពុំធំស្អាងដោយក្រសែភ្នែកដែលពោពេញទៅដោយសេចក្តីអាណិតអាសូរពុំធំអំណាចពិតប្រាកដគឺការបកបង់ចោលមិនមែនការប្រកាន់មមនឹងអ្វីដែលជារូបបំភាន់នោះទេឯងកំពុងដុតខ្លួនឯងដោយភ្លើងដែលឯងបានបង្កើតឡើងផ្ទាល់ចូលឈប់មុនពេលអ្វីទាំងអស់នឹងយឺតពេលកាលណាអវិជ្ជាបានបរាជ័យចំពោះពុទ្ធគុណយ៉ាងដាច់អហង្ការពុំធំស្អាងក៏បានដល់នៅចំណុចបញ្ចប់ដ៏គួរឲ្យភ័យខ្លាចស្របតាមក្បួនកម្មធម្មពលងងឹតដែលត្រូវបានឆ្លោះបញ្ចាំងត្រឡប់មកវិញពីការផ្សព្វផ្សាយមេត្តារបស់ព្រះសង្ឃរាជបានប្រញាប់ប្រញាល់ចូលទៅក្នុងរូបកាយរបស់ពុំធំស្អាងផ្ទាល់ខ្មោចព្រៃដែលគាត់បានចិញ្ចឹមទុកដើម្បីគ្រប់គ្រងអ្នកដទៃក៏បានត្រឡប់មកស៊ីម្ចាស់វិញស្របតាមបណ្ដាសាដែលជាប់មកជាមួយនឹងវិជាខ្មៅជាមបានឃើញសមោលខ្មៅដែលធ្លាប់ជាអសូរកាយដែលរលាយបាត់ទៅហើយបានត្រឡប់មកប្រមូលផ្ដុំគ្នាម្ដងទៀតប៉ុន្តែលើកនេះវាបានប្រញាប់ប្រញាល់ចូលទៅក្នុងរូបកាយរបស់ពុំធំស្អាងយ៉ាងលឿនពុំធំស្អាងបានស្រែកយ៉ាងខ្លាំងដោយសេចក្តីឈឺចាប់និងសេចក្តីភ័យខ្លាចដែលមិនធ្លាប់មានពីមុនមកកុំយកតាទៅតាគឺជាម្ចាស់របស់ពួកឯងខ្មោចព្រៃទាំងនោះមិនបានទទួលស្ដាប់សំឡេងស្រែករបស់ពុំធំស្អាងឡើយសំឡេងស្រែកបានបន្លឺឡើងពេញរូបកាយរបស់គាត់ត្រូវបានស្រមោលខ្មៅទាញបាត់ទៅក្នុងជម្រៅនៃរូបដែលងងឹតបំផុតយ៉ាងលឿនដោយគ្មាននរណាបានឃើញទៀតឡើយនៅសល់តែសំឡេងយំសោកនិងសំឡេងថ្មដួលរលំប៉ុណ្ណោះដែលនៅតែមានកាលណាភាពងងឹតនិងសំឡេងស្រែកបានបាត់ទៅសេចក្តីស្ងប់ក៏បានត្រឡប់មកកាន់រូងម្ដងទៀតព្រះសង្ឃរាជបានក្រោកឈរឡើងព្រះអង្គបានដើរទៅកាន់អាសនៈដែលពោពេញទៅដោយលលាក្បាលព្រះអង្គបានចាប់ផ្ដើមធ្វើពិធីដោះលែងវិញ្ញាណទាំងនោះយ៉ាងផ្លូវការព្រះអង្គបានសូត្រធម៌អភិធម្មនិងផ្សព្វផ្សាយបុណ្យកុសលដល់វិញ្ញាណដែលត្រូវបានឃុំឃាំងអស់រយៈពេលជិត100ឆ្នាំរំពេចនោះពន្លឺពណ៌ស្រអាប់បានលេចឡើងពីលលាក្បាលទាំងនោះពន្លឺនោះបានអណ្ដែតឡើងទៅកាន់ពីដានរូងហើយក៏បានប្រញាប់ប្រញាល់ផុតទៅលើមេឃខាងលើសំឡេងយំសោកដែលធ្លាប់បានឮបានប្រែក្លាយទៅជាសំឡេងសាធុការនិងសំឡេងអរគុណដែលស្រាយមុននឹងស្ងាត់បាត់ទៅយ៉ាងស្ងប់ស្ងាត់
ជាបានឈរមើលហេតុការណ៍ទាំងអស់ដោយសេចក្តីត្រេកអរគាត់បានឃើញដោយភ្នែកផ្ទាល់ថាធម៌មានអំណាចធំធេងប៉ុណ្ណាវាមិនមែនមានអំណាចក្នុងការបំផ្លាញនោះទេប៉ុន្តែវាមានអំណាចក្នុងការដោះលែងនិងព្យាបាលមុននឹងចេញពីរូងព្រះសង្ឃរាជបានយកលូលីក្បាលដែលជារបស់បុព្វបុរសរបស់អ្នកភូមិមួយចំនួនចេញទៅដើម្បីយកទៅធ្វើពិធីបូជាសពយ៉ាងត្រឹមត្រូវតាមប្រពៃណីដើម្បីឲ្យវិញ្ញាណទាំងនោះបានទៅកាន់សុគតិយ៉ាងពិតប្រាកដព្រឹកព្រលឹមថ្ងៃបន្ទាប់កាលណាពន្លឺព្រះអាទិត្យដំបូងបានសាយភាយចុះមកលើភូមិព្រៃខ្មោចបរិយាកាសដែលធ្លាប់អាប់អួរនិងធ្ងន់ក៏បានរលាយបាត់អស់ពន្លឺថ្ងៃដែលចាំងកាត់ស្បៃអាប់មើលទៅទន់ភ្លន់និងកក់ក្ដៅដែលមិនធ្លាប់មានពីមុនមកអ្នកភូមិបាននាំគ្នាចេញពីផ្ទះដោយទឹកមុខដែលចាប់ផ្ដើមមានសំណើមក្រសែភ្នែកដែលធ្លាប់ស្រពេចស្រពិលនិងភ័យខ្លាចត្រូវបានជំនួសដោយសេចក្តីសង្ឃឹមនិងសេចក្តីជ្រះថ្លាដែលចាប់ផ្ដើមរីកដុះដាលសំណាញ់ខ្សែសាក់ខ្មៅដែលធ្លាប់ចងឃុំឃាំងជុំវិញភូមិត្រូវបានអ្នកភូមិជួយគ្នាដោះចេញនិងនាំយកទៅដុតចោលក្លិនអានុភាពនៃសេចក្តីស្លាប់ត្រូវបានជំនួសដោយក្លិនក្រអូបនៃផ្កាព្រៃនិងផ្សែងភ្លើងពីការចម្អិនអាហារដែលមើលទៅមានជីវិតរស់រវើកអ្នកភូមិបាននាំគ្នាមកកាន់ទីបញ្ចុះសពខាងក្រោយភូមិដើម្បីក្រាបថ្វាយបង្គំព្រះសង្ឃរាជនិងជាមអ្នកខ្លះបានបង្អុរទឹកភ្នែកដោយសេចក្តីត្រេកអរដែលបានរួចផុតពីសុបិនអាក្រក់ដ៏យូរអង្វែងជាង10ឆ្នាំមុននឹងចេញដំណើរទូតង្គតទៅទៀតព្រះសង្ឃរាជបានប្រមូលអ្នកភូមិនិងជាមឲ្យមកអង្គុយជុំគ្នានៅក្រោមដើមពោធិធំព្រះអង្គបានសម្ដែងធម៌ទេសនាជាលើកចុងក្រោយដោយសំឡេងដែលពោពេញទៅដោយសេចក្តីមេត្តានិងរលីងរលោងព្រះអង្គបានបង្រៀនអំពីអរិមៈនិងបានត្អូញត្អែអំពីសារៈសំខាន់នៃការមានស្មារតីក្នុងគ្រប់ជំហាននៃជីវិតញាតិយាមទាំងឡាយពួកឯងបានឃើញហើយថាខ្មោចអាក្រក់ដែលគួរឲ្យខ្លាចបំផុតមិនមែនខ្មោចព្រែឬអសុរកាយដែលនៅក្នុងរូងលលាក្បាលនោះទេព្រះសង្ឃរាជបានមានបន្ទូលរួចក៏បញ្ចេញក្រសែភ្នែកសម្លឹងមើលមនុស្សគ្រប់គ្នាប៉ុន្តែវាគឺជាតណ្ហានិងតម្រិចដែលលាក់កំបាំងនៅក្នុងចិត្តរបស់មនុស្សយើងនេះឯងសេចក្តីលោភលន់របស់ពុំធំស្អាងបានធ្វើឲ្យគាត់ធ្លាក់ខ្លួនជាទាសករនៃអំណាចងងឹតរហូតបំផ្លាញជីវិតខ្លួនឯងនិងអ្នកដទៃចំណែកសេចក្តីភ័យខ្លាចនិងសេចក្តីល្ងងខ្លៅរបស់ពួកឯងក៏បានធ្វើឲ្យពួកឯងធ្លាក់ខ្លួនជាឧបករណ៍របស់គាត់ចូលចាំទុកថាជ័យជំនះពិតប្រាកដនៅក្នុងលោកនេះមិនមែនការឈ្នះអ្នកដទៃដោយកម្លាំងអាវុធឬអំណាចវិសេសណាមួយនោះទេប៉ុន្តែវាគឺជាការឈ្នះចិត្តខ្លួនឯងឲ្យរួចផុតពីអំណាចនៃតណ្ហាដោយធម៌ចូលតាំងនៅក្នុងសិលធម៌ចូលធ្វើអំពើល្អនិងបង្កើនស្មារតីបញ្ញាជានិច្ចនោះហើយគឺជាគ្រឿងការពារដ៏រឹងមាំបំផុតដែលនឹងធ្វើឲ្យពួកឯងរួចផុតពីសេចក្តីទុក្ខទាំងពួងបានយ៉ាងពិតប្រាកដក្រោយពីព្រះរាជវាគាបានបញ្ចប់ព្រះសង្ឃរាជនិងជាមក៏បានលិះគ្រឿងបរិខាចេញដំណើរឆ្ពោះទៅកាន់ព្រៃជ្រៅបន្តទៀតទុកឲ្យនៅពីក្រោយគឺភូមិព្រៃខ្មោចដែលបានត្រឡប់មកមានជីវិតរស់រវើកនិងស្នាមញញឹមម្ដងទៀតជាមបានបែរខ្នងទៅមើលភូមិជាលើកចុងក្រោយបានឃើញអ្នកភូមិឈរបញ្ជូនដោយការលើកដៃសំពះរហូតដល់បាត់ទៅពូជាមក្នុងវ័យចាស់ជរាបាននៅស្ងៀមមួយសន្ទុះទឹកភ្នែកដ៏កក់ក្ដៅបានហូរធ្លាក់មកលើថ្ពាល់ដែលស្នាមជ្រាវជ្រួញរបស់លោកមិនបានយំដោយសេចក្តីសោកសៅនោះទេប៉ុន្តែវាគឺជាទឹកភ្នែកនៃសេចក្តីសោមនស្សក្នុងព្រះធម៌និងព្រះគុណរបស់ព្រះសង្ឃរាជដែលបានប្រែក្លាយជីវិតរបស់ក្មេងវត្តសាមញ្ញឲ្យបានយល់ដឹងដល់សារសំខាន់ពិតនៃពិភពលោកខាងក្រៅអាត្មាភាពបានរៀនដឹងនៅថ្ងៃនោះថាការឈ្នះអ្នកដទៃដោយអាវុធឬអំណាចអាចទទួលបានតែខាងរូបកាយប៉ុន្តែការឈ្នះដោយធម៌គឺជាការដោះលែងទាំងគាត់និងយើងពីវដ្តសង្សារយ៉ាងពិតប្រាកដពូជាមបាននិយាយដោយសម្លេងមុតមាំនិងពោពេញទៅដោយអំណាចព្រះសង្ឃរាជមិនបានប្រយុទ្ធដើម្បីឈ្នះពុំធំស្អាងទេប៉ុន្តែព្រះអង្គបានប្រយុទ្ធដើម្បីដោះលែងវិញ្ញាណពីអវិជ្ជាចូលចាំទុកចៅអើយនៅក្នុងលោកដែលពោពេញទៅដោយភាពវឹកវរបែបនេះធម៌គឺជារបស់តែមួយគត់ដែលអាចឈ្នះអ្វីទាំងអស់បានយ៉ាងយូរអង្វែងនិងជាទីពឹងពិតប្រាកដរបស់យើងគ្រប់គ្នាការឈ្នះអ្នកដទៃដោយអាវុធឬអំណាចងងឹតអាចទទួលបានតែការត្រួតត្រាខាងរូបកាយប៉ុន្តែការឈ្នះដោយធម៌គឺជាការដោះលែងវិញ្ញាណទាំងរបស់គាត់និងរបស់យើងឲ្យរួចផុតពីបណ្ដាញនៃសេចក្តីទុក្ខនិងវដ្តសង្សារយ៉ាងពិតប្រាកដហើយរឿងនេះក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណោះសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលមកស្ដាប់រឿងនិទានរបស់យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនិងទទួលបានការកម្សាន្តកុំភ្លេចចុច Like Share និង Subscribeដើម្បីជាកម្លាំងចិត្តដល់ពួកយើងក្នុងការអភិវឌ្ឍស្នាដៃបន្តទៀតសូមអរគុណសូមជម្រាបលា